បាទជាបឋមសូមគោរពនឹងជម្រាបសួរដល់មន្ត្រីការិយាល័យទាំង20រាជធានីខេត្តសូមគោរពដល់គណៈនាយកគណៈនាយករងលោកគ្រូទទួលបន្ទុកផ្នែក ICT ទាំងអស់បាទទាំង20រាជធានីខេត្តបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមជូនពីរបៀបនៃការបង្កើតនៅសេចក្តីប្រកាសឬក៏យើងហៅថាការជូនដំណឹងបាទផ្សេងនៅក្នុងអង្គភាពនៃសាលារបស់លោកគ្រូតាក់ទងនឹងព័ត៌មានណាលោកគ្រូបាទអញ្ចឹងជារួមមុននឹងចូលទៅធ្វើការបង្កើតនៅសេចក្តីប្រកាសឬក៏សេចក្តីជូនដំណឹងនេះខ្ញុំចង់បញ្ជាក់ថាចំពោះប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាលារៀន Wiki School យើងបាទគឺលោកគ្រូមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់ដោយតាក់ទងជាមួយនឹងសេចក្តីប្រកាសបាទជាទូទៅបើសិនបើយើងធៀបនឹងការប្រើប្រាស់ទៅលើប្រព័ន្ធផ្សេងគឺលោកគ្រូត្រូវធ្វើការជូនដំណឹងទៅតាមក្រុមនីមួយបាទយើងត្រូវ forward ត្រូវធ្វើការងារច្រើនតែជារួមនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាលារៀន Wiki School យើងគឺយើងមានប៊ូតុងដើម្បីឲ្យលោកគ្រូអាចធ្វើការបង្កើតនៅសេចក្តីប្រកាសឬក៏សេចក្តីជូនដំណឹងក៏ដូចជាព័ត៌មានផ្សេងទៅដល់លោកគ្រូបាទសិស្សានុសិស្សក៏ដូចជាអាណាព្យាបាលបាទដែលគាត់មាននៅក្នុងកម្មវិធី app Wiki School យើងដែលគាត់ប្រើប្រាស់ដើម្បីងាយស្រួលនៅក្នុងការតាមដានការសិក្សារបស់កូនក៏ដូចជាសិស្សគាត់អាចមើលពីលទ្ធផលសិក្សារបស់គាត់ផ្សេងជារួមអ្វីដែលយើងផ្ដោតសំខាន់មានន័យថាយើងចង់បញ្ជាក់ថា Wiki School គឺជាកន្លែងមួយដែលលោកគ្រូអាចធ្វើការបង្កើតនៅសេចក្តីប្រកាសបានមានន័យថាលោកគ្រូអាចធ្វើការជូនដំណឹងនឹងនៅក្នុងសាលារបស់លោកគ្រូទៅអញ្ចឹងឲ្យតែអ្នកដែលពាក់ព័ន្ធឧទាហរណ៍ដូចខ្ញុំលើកឡើងខាងដើមមានអាណាព្យាបាលមានសិស្សហើយហ្នឹងដែលគាត់មាន app របស់យើងប្រើប្រាស់ហ្នឹងក៏ដូចជាលោកគ្រូហ្នឹងឲ្យតែមាន app របស់យើងប្រើប្រាស់គឺនឹងអាចទទួលបានព័ត៌មានហ្នឹងហើយយើងអត់ចាំបាច់ forward ទៅតាមក្រុមអីទេបាទគឺលោកគ្រូយើងអាចធ្វើការមើលជារួមតែម្ដងបាទទាំងអស់គ្នាគឺងាយស្រួលនៅក្នុងការទទួលព័ត៌មានជារួមបាទយើងចង់លើកឡើងជាខ្លីថាជារួមគឺអាចមើលព័ត៌មានបានទាំងអស់គ្នាពេលយើងផុសតែមួយទៅគឺបាទឲ្យតែអ្នកពាក់ព័ន្ធនៅក្នុងអង្គភាពសាលារបស់លោកគ្រូហ្នឹងគឺឲ្យតែមាន app Wiki School លេខកូដផុសសាលាលោកគ្រូហ្នឹងគឺគាត់អាចមើលព័ត៌មានហ្នឹងបានជារួមតែម្ដងបាទអញ្ចឹងដើម្បីកុំឲ្យយឺតពេកគឺយើងចូលទៅរបៀបនៃការបង្កើតសេចក្តីប្រកាសឬក៏សេចក្តីជូនដំណឹងហ្នឹងតែម្ដងបាទអញ្ចឹងជាជំហានទី1លោកគ្រូត្រូវចូលមកក្នុងប្រព័ន្ធបាទអញ្ចឹងរបៀបនៃការចូលប្រព័ន្ធខ្ញុំអត់លើកឡើងទេឬគឺដូចគ្នាអញ្ចឹងដើម្បីយើងអាចបង្កើតនៅសេចក្តីប្រកាសឬក៏សេចក្តីជូនដំណឹងបានលោកគ្រូចូលមកដំបូងគឺយើងនឹងឃើញមានផ្ទាំងគ្រប់គ្រងបែបនេះអញ្ចឹងដើម្បីយើងអាចបង្កើតចំណុចទី1យើងត្រូវចូលជើងលើផ្នែកទូទៅដដែលចំណុចទី2លោកគ្រូមើលមកឆ្វេងដៃលោកគ្រូឃើញមានសេចក្តីប្រកាសហើយអញ្ចឹងយើងចុចលើសេចក្តីប្រកាសហ្នឹងមកបាទអញ្ចឹងនឹងចូលមកដល់ផ្ទាំងមួយនេះអញ្ចឹងចំពោះផ្ទាំងនៅកណ្ដាលនេះបាទលោកគ្រូឃើញហើយគឺជាផ្ទាំងដើម្បីយើងអាចធ្វើការបង្កើតនៅសេចក្តីប្រកាសឬក៏សេចក្តីជូនដំណឹងហ្នឹងហើយបាទអញ្ចឹងដើម្បីយើងអាចបង្កើតបានបាទលោកគ្រូចូលមកដល់ផ្ទាំងមួយនេះហើយលោកគ្រូមើលមកនៅខាងស្ដាំដៃយើងនេះបាទនៅខាងស្ដាំដៃណាលោកគ្រូផ្នែកខាងលើនៅស្ដាំដៃរបស់យើងហ្នឹងនេះលោកគ្រូឃើញមានប៊ូតុងបង្កើតមួយអញ្ចឹងលោកគ្រូចុចប៊ូតុងបង្កើតហ្នឹងមកបាទអញ្ចឹងពេលដែលយើងចុចប៊ូតុងបង្កើតហ្នឹងហើយនេះមកដល់កន្លែងនេះគេដាក់ថាបង្កើតសេចក្តីប្រកាសបាទអញ្ចឹងត្រង់គោលដៅនៅកន្លែងនេះខ្ញុំចុចមកគឺលោកគ្រូអាចឃើញហើយអញ្ចឹងចំណុចទី1ខ្ញុំចង់បញ្យល់ថាតាក់ទងនៅក្នុងសាលានេះមានន័យនិយាយជារួមហ្មងសេចក្តីប្រកាសហ្នឹងគឺយើងទៅទាំងអស់ public ហ្មងគឺមានន័យថាអាណាព្យាបាលដែលគាត់មាន app Wiki School យើងក៏គាត់អាចមើលឃើញសិស្សដែលគាត់ប្រើប្រាស់ app ដែលសាលាអនុញ្ញាតឲ្យគាត់ប្រើប្រាស់ app ក៏គាត់អាចមើលឃើញលោកគ្រូដែលមាន app នៅក្នុងដៃដែលគាត់មាន app ផុសគាត់ដែលគាត់តែងតែបរៀនយកវត្តមានយកអីហ្នឹងក៏គាត់អាចមើលឃើញនិយាយរួមគឺអ្នកដែលមានលេខកូដផងលោកគ្រូអ្នកដែលមាន app Wiki School នៅក្នុងសាលាផងលោកគ្រូហ្នឹងគឺគាត់អាចមើលឃើញអាហ្នឹងគោលដៅនៅក្នុងសាលាពេលដែលយើងផុសយើងជ្រើសរើសនៅក្នុងសាលាបែបនេះគឺបាទពួកគាត់អាចមើលឃើញទាំងអស់គ្នាទី1ទី2គ្រូអញ្ចឹងមានន័យថាព័ត៌មានដែលយើងចង់ជូនទៅនឹងទៅយើងចង់ជូនទៅនឹងសម្រាប់ទៅលោកគ្រូឯងអាណាព្យាបាលសិស្សអីយើងអត់ចង់ឲ្យគាត់មើលទេបាទអញ្ចឹងយើងជ្រើសរើសគ្រូមកចឹងនៅពេលដែលយើងជ្រើសរើសគ្រូបែបនេះគឺព័ត៌មានហ្នឹងជូនទៅសម្រាប់ទៅលោកគ្រូដែលគាត់មាន app គឺគាត់អាចមើលឃើញបាទអញ្ចឹងខ្ញុំរួមមកឲ្យខ្លីគឺតាក់ទងជាមួយនឹងអាណាព្យាបាលសិស្សដូចគ្នាដែរបើយើងថាព័ត៌មានហ្នឹងផុសសម្រាប់តែសិស្សយើងរើសសិស្សមកព័ត៌មានហ្នឹងសម្រាប់តែអាណាព្យាបាលអញ្ចឹងយើងរើសតែអាណាព្យាបាលទៅបាទនៅតាមកម្រិតខាងក្រោមនេះមានន័យថាយើងផុសជាកម្រិតឧទាហរណ៍ថាក្នុងករណីដែលលោកគ្រូតារ៉េខ្ញុំចង់ព័ត៌មានហ្នឹងជូនទៅសម្រាប់តែកម្រិតបឋមឬក៏បឋមភូមិឬក៏ទុតិយភូមិឬក៏បឋមសិក្សាទេអញ្ចឹងណាបាទ1 2 3អីទេកម្រិត1កម្រិត2កម្រិត3អីទេឬក៏កម្រិត4 5 6អីទេព័ត៌មានហ្នឹងគឺជូនសម្រាប់តែកម្រិតថ្នាក់ប៉ុណ្ណឹងទេអញ្ចឹងយើងអាចធ្វើការជ្រើសរើសជាកម្រិតគោលដៅជាកម្រិតទៅអញ្ចឹងយើងជ្រើសរើសមក
បាទអាហ្នឹងយើងខុសគ្នាតែប៉ុណ្្នឹងទេអញ្ចឹងជារួមខ្ញុំចង់បង្កើតសេចក្តីប្រកាសមួយឬក៏សេចក្តីជូនដំណឹងមួយសម្រាប់សាលាអញ្ចឹងយើងជ្រើសរើសសាលាមកអញ្ចឹងនៅកន្លែងនេះគឺយើងដាក់ចំណងជើងអញ្ចឹងលោកគ្រូអាចទៅសេចំណងជើងចូលមកថាចំណងជើងហ្នឹងយើងចង់ដាក់ចំណងជើងពីអីព័ត៌មានដែលយើងចង់ផុសហ្នឹងបាទអញ្ចឹងខ្ញុំបាទដាក់មកគឺតើតើមួយក្រសួងអប់រំគាត់រៀបចំគម្រោងមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំឲ្យឆ្លើយតបជាមួយនឹងការអប់រំ digital បាទអញ្ចឹងខ្ញុំចង់ដាក់បាទនេះខ្ញុំមានព័ត៌មានណាលោកគ្រូមានព័ត៌មានអីយើងទៅសេព័ត៌មានហ្នឹងចូលមកបាទអញ្ចឹងអានេះខ្ញុំ copy paste តែម្ដងកុំឲ្យវែងឆ្ងាយណាលោកគ្រូខ្លីៗកុំឲ្យលោកគ្រូយើងថាសរសេរយូរលោកគ្រូអើយដាក់កាត់ខ្លីៗជាឧទាហរណ៍មកដើម្បីងាយយល់អញ្ចឹងណាបាទលោកគ្រូអញ្ចឹងជារួមខ្ញុំ copy អត្ថបទដាក់តែម្ដងបាទអញ្ចឹងបាទបន្តមកទៀតនៅខាងក្រោមនេះគឺយើងចង់ពណ៌នាអានេះគឺចំណងជើងណាលោកគ្រូយើងចែកឲ្យដាច់មួយចំណងជើងមួយពណ៌នាមួយសេចក្តីពណ៌នាអញ្ចឹងពណ៌នានេះយើងដាក់មកអត្ថបទហ្នឹងនេះចំណងជើងហ្នឹងអត្ថបទក្នុងហ្នឹងគឺនិយាយពីអីអញ្ចឹងដាក់មកនេះខ្ញុំដាក់ជាបាទចូលមកហើយបាទសូឡាតាំងបាទដាក់ដូចគ្នាមកលោកគ្រូកុំឲ្យពិបាកបាទអញ្ចឹងនៅកន្លែងរូបភាពនេះបើសិនបើក្នុងករណីដែលលោកគ្រូយើងមានជារូបភាពអំពីសេចក្តីប្រកាសអស់ហ្នឹងលោកគ្រូអាចដាក់មកបាទដាក់មកណាលោកគ្រូជ្រើសរើសរូបភាពដាក់ជាតំណាងអីមួយទៅដើម្បីឲ្យយើងដឹងថាអានេះជាព័ត៌មានដែលយើងចង់លើកឡើងពីអីណាលោកគ្រូបាទបើអត់មានរូបភាពក៏អត់អីដែរប៉ុន្តែថាពេលដែលយើងផុសទៅវាឃើញតែរូបអក្សរសតចឹងទៅបាទអញ្ចឹងខ្ញុំជ្រើសរើសរូបភាពមួយដាក់បាទអញ្ចឹងឥឡូវព័ត៌មានហ្នឹងដែលលោកគ្រូបង្កើតហើយនេះតើលោកគ្រូចង់ផុសឥឡូវបាទសាលាគណៈនាយកហ្នឹងចង់ផុសឥឡូវហ្នឹងឬក៏បែបម៉េចបើចង់គាត់តែបង្កើតទុកទេយើងរក្សាទុកមកបាទឧទាហរណ៍ណាអញ្ចឹងខ្ញុំរក្សាទុកអញ្ចឹងរក្សាទុកព័ត៌មានហ្នឹងដែលគ្រូឃើញនេះបោះពុម្ពផ្សាយគេប្រាប់ថាសញ្ញាខ្វែងតែបើសិនបើយើងចង់បង្កើតហើយយើងផុសភ្លាមអញ្ចឹងយើងចុចកែសម្រួលមកបាទអញ្ចឹងអានេះខុសអីព័ត៌មានណាដែលមិនត្រឹមត្រូវទេលោកគ្រូចង់កែបានអត់ជាបញ្ហាទេណាលោកគ្រូបាទអញ្ចឹងយើងកែសម្រួលមកអញ្ចឹងឥឡូវខ្ញុំចង់ធ្វើការបង្ហោះអញ្ចឹងយើងចុចគ្រីសនៅកន្លែងបោះពុម្ពផ្សាយនេះមកយើងធ្វើការរក្សាទុកមកបាទអញ្ចឹងជាការស្រាវជ្រាវអញ្ចឹងយើងមកមើលតាក់ទងជាមួយនឹងសេចក្តីប្រកាសនេះគឺនឹងធ្វើការ public ជូនទៅកាន់បាទនៅក្នុងសាលារួមអញ្ចឹងទាំងលោកគ្រូទាំងអាណាព្យាបាលទាំងសិស្សបាទគឺគាត់អាចមើលព័ត៌មាននឹងជារួមទាំងអស់គ្នាគឺអាចមើលបានដែរបាទអញ្ចឹងរបៀបនៃការបង្កើតសេចក្តីប្រកាសហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទយើងអាចចូលមើលបានបាទអញ្ចឹងនេះជាព័ត៌មានដែលយើងមើលទៅបាទអាហ្នឹងជារួមគឺតាក់ទងនឹងសេចក្តីប្រកាសនៅក្នុងសាលាគឺបែបហ្នឹងគ្រូណាបាទអញ្ចឹងយើងអាចបង្កើតបានអាហ្នឹងគឺជារបៀបនៃការបង្កើតនៅសេចក្តីប្រកាសឬក៏សេចក្តីជូនដំណឹងបាទអញ្ចឹងសម្រាប់វីដេអូនៃការបង្កើតនេះខ្លីៗនៅលើមុខងារមួយហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនបើលោកគ្រូមានសំណួរឬក៏ចម្ងល់សូមតាក់ទងនៅក្នុងក្រុមរួមរបស់ក្រុមការងារបាទសូមគោរពអរគុណ